ខ្ញុំឈ្មោះលោកមិនគួយកើតក្នុងសម័យសង្គ្រាមខ្ញុំធ្លាប់គិតថាខ្ញុំមានកូនប្រុសនិងកូនប្រសារដកតញោបំផុតនៅលើโลករហូតដល់ក្រុមគ្រួសារយើងបានចាក់ចេញពីស្រុកកំណើតដើម្បីគេចពីគ្រោះទុរភិក្សធ្វើដាក់ខ្ញុំហើយម៉ែតាឈឺកូនទៅណាម៉េចមិនហៅម៉ែម៉ែចាស់ហើយដើរជាមួយពួកយើងក៏លំបាកដែរផ្លូវខាងមុខម៉ែកុំតាមពួកយើងទៅអីតាឈឺកូនចង់និយាយពីអីកូនមិនចង់បានម៉ែទៀតទេឆាប់ស្លាប់ឆាប់ចាប់កំណើតថ្មីម៉ែកុំទន់ជ្រីជាមួយកូនអីតាមផ្លូវនេះម៉ែមិនហ៊ានញ៉ាំមិនហ៊ានផឹកខ្លាចតែពួកកូនបោះបង់ចោលម៉ែតែពួកកូនបែរជាម៉ែធ្វើជាអាណិតពួកយើងទៅម៉ែញ៉ាំមួយម៉ាត់ទៀតចៅប្រុសទាំងពីរនាក់របស់ម៉ែក៏បានញ៉ាំតិចមួយម៉ាត់ដែរម៉ែចង់ទុកឲ្យពួកវាអត់ស្លាប់មែនទេបើនាំម៉ែទៅក្រុមគ្រួសារយើងទាំងអស់គ្នានឹងរស់មិនបានទេបើមិនចឹងពេលនោះងាប់នៅផ្ទះទៅវាស្រួលជាងនៅតាមកិច្ចពីគ្រោះទុរភិក្សមកធ្វើអីដាច់ឈឺម៉ែតែងស្រឡាញ់កូនថែមទាំងល្អចំពោះជីវ៉ាទៀតមិនក៏ពួកកូនធ្វើបាបម៉ែបែបនេះខ្ញុំមានវិធីអីបើចង់ស្ដីបន្ទោសគឺស្ដីបន្ទោសម៉ែដែលចាស់ហើយគ្មានប្រយោជន៍ម៉ែអស់ដង្ហើមហើយងាប់ហើយក៏ហើយទៅឆាប់ទៅខ្ញុំមិនមែនស្លាប់ហើយទេម៉េចក៏មកដល់ផ្ទះវិញឈឺណាស់ខ្ញុំយកសពទេឬមួយស្តេចយមរាជមិនទាន់ពេញចិត្តនឹងអាយុខ្ញុំក៏វាយខ្ញុំឲ្យត្រឡប់មកវិញម៉ែហើយម៉ែកុំសោកសៅពេកអីប្អូនប្រុសទី2បានស្លាប់ក្នុងសមរភូមិតែនៅមានខ្ញុំនឹងដាច់ឈឺតើម៉ែកុំបារម្ភខ្ញុំនឹងដាច់ឈឺនឹងមើលថែម៉ែដល់ចាស់ជរាខ្ញុំដឹងថាថ្ងៃនេះជាថ្ងៃអ្វីគឺថ្ងៃដែលកូនប្រុសទី2របស់ខ្ញុំឈ្មោះសុងដាហឺបានដំណឹងមរណភាពត្រឡប់មកវិញជាតិមុនដោយសារខ្ញុំសោកសៅខ្លាំងពេកក៏សន្លប់បាត់ស្មារតីនៅនឹងកន្លែងពេលភ្ញាក់ឡើងទើបដឹងថាកូនប្រសារទី2សិនជូយីក៏មានផ្ទៃពោះដែរតែបានកូនងាប់មួយរូបដែលមានរាងកាយគ្រប់គ្រាន់ជាទារកប្រុសកូនប្រសារទី2ឈឺចិត្តខ្លាំងពេកឈឺធ្ងន់មួយសាហើយមិនអាចរស់បានទេគ្រួសារទី2ក៏ត្រូវបានដាច់ពូជអស់ហើយកើតជាថ្មីម្ដងនេះខ្ញុំនិយាយអ្វីក៏ដោយក៏ត្រូវតែការពារកូនប្រសារទី2និងកូនក្នុងផ្ទៃរបស់នាងដែរប្រពន្ធកូនទី2នៅណាអាខ្ជិលនឹងនៅដេកក្នុងបន្ទប់ឯណោះមិនដឹងក្រោកធ្វើម្ហូបផងមិនដូចដាច់ឈឺទេគាត់ទៅទិញសាច់មកបំពន់សុខភាពម៉ែតាំងពីព្រឹកព្រលឹមម៉ែវាយខ្ញុំវាយឯងនឹងខ្ញុំសួរឯងលុយទិញសាច់មកពីណាឯងលួចលុយខ្ញុំមែនទេជាតិមុនគ្រូសាតែងតែលួចលុយផ្ទាល់ខ្លួនរបស់ខ្ញុំមិនបានខ្វល់ពួកឯងពិតជាគិតថាខ្ញុំមិនដឹងរឿងនេះមែនទេខ្ញុំលួចអ្នកណាថាខ្ញុំគួរតែទុកវាចោលហើយមិនត្រូវរាប់រងជាមួយឯងទេប្រពន្ធកូនទី2មានកូនហើយឯងនៅចង់ឲ្យនាងធ្វើការផ្ទះទៀតវានាងមានឯងធ្វើអីយាយចាស់ថ្ងៃនេះមិនក៏ខឹងខ្លាំងម្ល៉េះពីមុនគាត់មិនដែលប៉ះពាល់ខ្ញុំទេឬមួយក៏ដោយសារកូនទី2ស្លាប់គាត់ពិបាកចិត្តហឹមស្លាប់ហើយក៏ហើយទៅនៅរស់វិញកើតអីជាតិមុនខ្ញុំបានចាត់ទុកកូនប្រសារប្រុសច្បងដូចកូនស្រីបង្កើតឥឡូវគិតទៅវិញកូនប្រសារប្រុសច្បងគ្រាន់តែចេះនិយាយពាក្យពីរោះផ្ទុយទៅវិញកូនប្រសារទី2ទើបជាអ្នកឧស្សាហ៍ព្យាយាមពិតប្រាកដលឿនជួយខ្ញុំទៅមើលបន្តិចមើលអីជួយខ្ញុំទៅ